សួស្តីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយខ្ញុំសុកណាបាទថ្ងៃនេះវីដេអូកំសាន្តខានធ្វើយូរហើយតែកន្លែងចាស់ឯងព្រោះកន្លែងនេះធ្លាប់មក3-4 ដងដែរហើយនៅទីតាំងនេះបងប្អូនគ្រាន់តែឃើញទេសភាពបែបហ្នឹងគឺបងប្អូនអាចដឹងហ្នឹងហើយថានៅទីកន្លែងណាតែហើយយើងចាំទៅមើលទៀតបាទអ្នកគ្នានេះគឺ view ដែលយើងមើលពីលើទៅនេះបាទខែនេះខែភាសាខែធ្វើស្រែអញ្ចឹងហើយរឿងពិបាកតិចហើយអ្នកគ្នាមើលតែផ្លូវខាងក្រោមទៅដឹងស្រាប់ហើយថាពិបាកប៉ុណ្ណាហើយយើងអ្នកគ្នាដែលសម្រាប់ចិត្តថាមកលេងត្រៀមខ្លួនសម្រាប់ការឡើងភ្នំផ្សងព្រេងហើយទៅបាទដោយសារតែអត់ផ្លូវអត់ស្រូវស្រួលហ្មងទេហើយអ្នកគ្នាមើលទៅគឺស្អាតតែខ្ញុំមកសានេះគឺរឿងស្ងាត់មកថ្ងៃគឺមកថ្ងៃសៅរ៍តែដោយសារទឹកភ្លៀងដែរមើលទៅបានអត់សូវមានមនុស្សមកលេងអញ្ចឹងតែយើងមើលទេសភាពទៀតហ្នឹងហើយអ្នកគ្នាអានេះ view ដែលយើងមើលពីលើកំពស់ដែរចិត្តដល់ខាងកំពស់លើហើយអ្នកគ្នាមើលទៅគឺស្អាតមែនតើសម្រាប់ទេសភាពខែភាសាព្រោះខែភាសាខៀវខ្ចីខៀវមកមើលតែអាស័យនៅអាស័យស្គាល់ទេនៅអាស័យអីគេទេតែអ្នកគ្នាអញ្ជើញមកលេងហ្នឹងមកហើយសម្រាប់ទីតាំងខ្ញុំនឹងដាក់ឲ្យសម្រាប់អ្នកដែលមិនទាន់បានមកតែអ្នកដែលបានមកគឺដឹងកន្លែងហ្នឹងច្បាស់ហើយអ្នកខ្ញុំកុំភ្លេចមកលេងអ្នកគ្នាណាព្រោះទេសចរតំបន់យើងទេកុំអីតែអត់សូវមានមនុស្សមកលេងគឺចប់ហើយព្រោះមួយរយៈហ្នឹងគឺខ្ញុំមកតាមដឹងអត់សូវមានមនុស្សមកលេងទេព្រោះយើងមើលតែផ្លូវនឹងដានជើងទៅអត់សូវមានដានជើងហើយអ្នកខ្ញុំកុំភ្លេចមកលេងអ្នកគ្នាណានៅទីតាំងនៅខាងក្រោយភ្នំស្រីខេត្តពងចាមយើងហ្នឹងអ្នកគ្នាហ្នឹងហើយអ្នកគ្នាកុំភ្លេចមកលេងហ្នឹងហើយអ្នកគ្នានេះពេលផ្លូវយើងឡើងអ្នកគ្នាពិបាកខែផ្សារអ្នកគ្នាគឺពិបាកអត់ដែរសុបាយអ្នកគ្នាមកលេងផ្សារគឺសុបាយឡើងមកបែបផ្សងព្រេងហ្នឹងហើយអ្នកគ្នាចេញឡើងមកវិញខ្ញុំមកអ្នកគ្នាចេញដើរឡើងមកខ្ញុំតើគ្នាតើ view បែបណាបែបណីហើយសម្រាប់បើយើងមកមើលពីលើទៅគឺយើងអាចឃើញទីក្រុងច្រើនមិនទីក្រុងច្រើនថាយើងអាចឃើញវាមហោច្រើនអ្នកគ្នាចឹងអ្នកគ្នាកុំភ្លេចមកទស្សនាហ្នឹងហើយនៅខាងភ្នំបាលីដែលនៅខាងក្រោយភ្នំស្រីអ្នកគ្នាឥឡូវយើងឡើងដល់លើហើយនេះខប់ស្រីតែម្ដងបាទខាងលើអែមចឹងអ្នកគ្នាកុំភ្លេចមកហើយនៅលើហ្នឹងក៏មានលក់អីញ៉ាំដែរហ្នឹងហើយនៅខាងលើមានលក់អីញ៉ាំដែរតែខ្ញុំអត់ទាន់តិចអីញ៉ាំទេដាច់លុយលេងយើងឲ្យមកលេងសិនទេហើយអ្នកគ្នាកុំភ្លេចមកលេងផងណាហ្នឹងហើយអ្នកគ្នាមើលទៅមានខ្ចោះមានអីអ្នកគ្នាគឺអែមមែនតើណាត់កូនកំមុំគេមកនាំកូនគេមកហ្នឹងមកហ្នឹងហើយយើងនាំគ្នាមកនឹងទៅឈៀតហ្នឹងក៏បានដែរហ្នឹងហើយតោះឥឡូវយើងមើលទេសភាពទាំងអស់គ្នាតើអ្នកគ្នាតោះអូខេមកអ្នកគ្នាណែមើលសัตว์អ្នកចូលមើលមក Hello កង្កោកឯងកង្កោកនេះនៅកង្កោកឯងសัตว์អីទៅគិតថាកង្កោក2គូនេះអូ3គូនេះហើយ3គូអូ4អូមានមន់ព្រៃហ្នឹងទៀតអូនៅលើទៀតអូច្រើននឹងម៉ានទេមាននឹងម៉ានទេគាត់ថាច្រើនអ្នកគ្នាបាទខ្ញុំកុំភ្លេចមកលេងទាំងអស់នេះបងប្អូនគ្នាណាអូខេឈៀបាទអ្នកគ្នាឡាំដល់លើគឺយើងមានកញ្ចក់អង្គុយទេអ្នកគ្នានេះគឺមានកញ្ចក់មានរឹងមានអីយើងមកសម្រាប់អ្នកគ្នាដែលត្រូវការមកលេងហ្នឹងគឺជើញមកលេងហ្នឹងមកហើយសម្រាប់ទីតាំងដូចខ្ញុំនិយាយខ្ញុំនឹង pin comment ខាងក្រោមវីដេអូរបស់ខ្ញុំហើយអ្នកគ្នាកុំភ្លេចមកលេងទាំងអស់គ្នាទេសភាពបរិវេណយើងឡើងមកដល់លើហ្នឹងគឺ view យើងអាចមើលឃើញក្រុងកំពង់ចាមទៀតអ្នកគ្នាយើងអាចឃើញក្រុងកំពង់ចាមទាំងមូលតែខ្ញុំមកសារនេះអត់សូវមានមនុស្សហើយមានតែប្រុសស្អាតម្នាក់ទេប្រុសស្អាតនៅខាងនោះមានតែម្នាក់ឯងអ្នកគ្នាគឺអត់សូវមានមនុស្សដឹងថ្ងៃហ្នឹងមិនដែរចឹងអ្នកគ្នាចាំមើល view ទាំងអស់គ្នាទៀតអ្នកគ្នាយើងមើលពីលើទៅអ្នកគ្នាគឺអែមែនតើយើងអាចមើលឃើញទីក្រុងទាំងមូលហ្មងគឺលយខប់ស្រីណាគ្នាប៉ុណ្ណឹងឲ្យមកលេងទៀតចប់ហើយណាចុះយើងអាចមើលឆ្កាឃើញឆ្កាសាយម៉ៅទៀតណាតាអ្នកខ្ញុំមកក្រោមខ្ញុំមកចាសុំឈ្មោះស្រីមៃឈ្មោះស្រីណៃហើយមកទៅពីហ្នឹងទេមកទៅពីនេះមានសង្សារមានអីទេអត់ហើយបងជួយរៀបមិនថាកន្លែងហ្នឹងមានអីខ្លះចឹងដើម្បីឲ្យគេមកលេងច្រើនអត់ទេទៅមកដែរអ្នកស្រុកណាខាងខ្ញុំនៅខាងនៅនឹងដែរតែខាងអូឆ្លើងខាងនេះគេអ្នកតំបន់ហ្នឹងអូទឹកដីគេខ្ញុំអត់ទៅបានឡើងមកដែរខ្ញុំទៅឡើងមកខ្ញុំទៅមកថ្ងៃហ្នឹងដែរកាលមិនទាន់មានពុនមកច្រើនដល់ពេលមានពុនទៅមកថ្ងៃហ្នឹងហ្នឹងហើយ
ហើយគាត់ថាទៅសភាពនៅខាងហ្នឹងស្អាតអត់ ស្អាត ហើយចង់រីកកំប៉ុនឲ្យគេមកលេងនឹងច្រើនអត់ ចា ស្អាតដូចនេះដែរហ្នឹងដូចយើងដែរហ្នឹងមិនឃើញប្រុសស្អាតមួយដែរណោះមកស្អែកណែណោះហ្នឹងហើយចឹងអរគុណច្រើនណាហ្នឹងហើយអរគុណច្រើនមែនបាទបាទអ្នកគ្នាឥឡូវសម្រាប់វីដេអូដែលយើងបានធ្វើមិញគឺដែរ review ពីភ្នំបាលីមិញគឺចប់ហើយដោយសារតែយើងអត់ថាមាននេះថតដែរតែសម្រាប់អ្នកគ្នាដែលចង់មកលេងហ្នឹងគឺសុបាយអ្នកគ្នាអាចមើល view មើលអីពីលើនឹងឃើញដល់ទីក្រុងនេះបានច្រើនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណកុំភ្លេចជួយ subscribe ហើយនិង like និង share ផងបាយ